បានសេចក្តីថាប្រជាពលរដ្ឋអ្នកបោះឆ្នោតដកសេចក្តីទុកចិត្តចេញពីប្រធានាធិបតីហើយប្រធានាធិបតីទៅជាសត្វទេក្នុងទ្រង់នេះនៅសល់តែ7ខែទៀតទេដូច្នេះប្រធានាធិបតី Donald Trump ត្រូវធ្វើការយ៉ាងណាក្នុង7ខែនេះរយៈកាលកន្លងមកនយោបាយសំខាន់3របស់ប្រធានាធិបតីនយោបាយអន្តោប្រវេសន៍នយោបាយចំពោះជនអន្តោប្រវេសន៍នយោបាយចំពោះការដាក់ពន្ធគយហើយនឹងនយោបាយសង្គ្រាមនេះទាំង3នេះបើមើលបច្ចុប្បន្នគឺបរាជ័យអញ្ចឹងអង់គ្លេសគេហៅថា signature policy នយោបាយសំខាន់អត់ទៅមុខទេបើសិនជាមិនទៅមុខទេហើយសង្គ្រាមហ្នឹងប្រធានាធិបតីដកជើងចេញដោយអត់មានបានផលអីការខាតបង់រាប់ពាន់លានរបស់អាមេរិកហើយវាអាចធ្វើឲ្យប្រជាជននិងពលរដ្ឋអ្នកបោះឆ្នោតអាមេរិកអាចដកសេចក្តីទុកចិត្តពីប្រធានាធិបតីតែយើងអត់ដឹងទេលទ្ធផលពិតប្រាកដគឺការបោះឆ្នោត midterm នៅខែវិច្ឆិកា7ខែទៀតនេះគឺជាយន្តការរបស់សហរដ្ឋអាមេរិកប្រជាពលរដ្ឋអាមេរិកកាំងលោកអត់សូវចងេងចងាងទេប៉ុន្តែបើលោកឃើញថាប្រធានាធិបតីមិនបំរើសេចក្តីត្រូវការរបស់លោកបោះឆ្នោត The process of democracy នៅស្រុកអាមេរិកហ្នឹងអញ្ចឹងណាកូនណាអូខេដូច្នេះ Hello បញ្ញាជំហានក្រោយគឺតលតែបោះឆ្នោតខែវិច្ឆិកា midterm election វាចង្អុលបង្ហាញថាប្រធានាធិបតីធ្វើអីបានរបៀបតាមដាននយោបាយនៅស្រុកខ្ញុំអញ្ចឹងណាកូនណាអូខេតាឥណ្ឌាទិញអាវុធបន្ថែមពីរុស្ស៊ីតាអាមេរិកអាចនឹងរករឿងទេឥណ្ឌាគឺជាសត្វគឺជាដំរីដែលធំប៉ុន្តែអត់កាចទេឥណ្ឌាជាប្រទេសដែលបំពាក់អាវុធខ្លួនឯងប៉ុន្តែមិនមែនជាប្រទេសដែលគំរាមកំហែងគេឯងទេឥណ្ឌាគាត់បំពាក់អាវុធអីក៏ដោយក៏គាត់អត់បានគំរាមកំហែងគេទេឥណ្ឌាគឺជាសត្វតម្រៃគឺជា peaceful animal peaceful ណាជា peaceful ហើយដើរយឺតទេដូច្នេះទោះបីឥណ្ឌាបំពាក់អាវុធប៉ុណ្ណាក៏ដោយក៏គាត់អត់គំរាមកំហែងអ្នកណាទេតែគ្រាន់តែធ្វើឲ្យប៉ាគីស្ថានប្រកួតប្រជែងនឹងគាត់តែប៉ុណ្្នឹងទេអញ្ចឹងអាមេរិកកាំងអត់មានទៅទើសក្បាលអីនឹងឥណ្ឌាទេឥណ្ឌាគាត់អត់មានគាត់មានជំហរអត់គំរាមកំហែងគេទេឥណ្ឌាជា peaceful nation ណា arms race ការប្រកួតប្រជែងផ្នែកសពាវុធគឺស្ថិតនៅក្នុងតំបន់អាស៊ីខាងត្បូងវាជា South Asia arms race so it doesn't affect American standing in Indo-Pacific អញ្ចឹងសហរដ្ឋអាមេរិកអត់មានប្រតិកម្មទេកូនYT short តើផ្ទៃក្រឡាដីខ្មែរនៅស្ថិតថេរនាពេលអនាគតទេ
ទំហំផ្ទៃដី181,035 គីឡូម៉ែត្រការ៉េជាតួលេខដែលគេប្រើគ្មានអ្នកណាមកវាស់ទេដូច្នេះសំណួរនេះគឺជាសំណួរដែលឆ្លើយថា yes ខ្មែរមានទំហំដីរបស់ខ្លួនតួលេខ181,035 គីឡូម៉ែត្រការ៉េហើយភ្នែកយើងជាខ្មែរមើលទៅព្រំដែនខាងជើងខាងកើតខាងលិចនិងព្រំដែនទឹកខាងត្បូងយើងប្រើខួរក្បាលយើងអត់សួរគេទេកូនណាអត់សួរគេទេគឺប្រើខួរក្បាលយើងគិតណាណាlive no តានិយាយយឺតពីព្រោះតាអានជាភាសាអង់គ្លេសណាបើចៅទ្រាំបានចៅដើរចេញទៅលេងកន្លែងផ្សេងហើយចាំមកមើលទៀតទៅពីព្រោះខួរក្បាលជាពីអង់គ្លេសមកខ្មែរមិនស្រួលនិយាយទេណាមួយតាជាអ្នកចាស់ឈឺផងជួនកាលវាត្រូវយឺតអញ្ចឹងពីព្រោះខួរក្បាលអូខេហើយទោះបីយឺតក៏ដោយតើចៅស្ដាប់បានទេស្ដាប់ទៅយល់ទេចៅគ្មានយល់អាចក្បីអីទេពីព្រោះចៅចង់តែលឿនហើយអ្នកស្ដាប់ហ្នឹងក៏អត់យល់តែសំបីតែនិយាយហ្នឹងក៏មិនចាំផងចំណែកតាវិញពិបាកដូច្នេះហើយអាហ្នឹងរឿងចៅមិនចូលចិត្តចៅដើរចេញណា leave no ចៅដើរចេញណាតាពេញចិត្តណាចៅមកមើលប៉ុន្តែបើចៅមិនពេញចិត្តទេតាអញ្ជើញចៅដើរចេញឬក៏ចៅឲ្យតាដេញចេញក៏តាធ្វើដែរពីព្រោះខាងតាឯនេះវាពិបាកមិនបំពេញបានទាំងអស់ឯណាចៅហើយចៅណាទៅរកអាអ្នកនិយាយលឿនទៅសពថ្ងៃនៅស្រុកខ្មែរគេនិយាយលឿនចុយម្ដាយហើយណាបើដល់ទីបំផុតទៅស្ដាប់អត់បានមួយម៉ាត់ហើយតើតានិយាយយឺតក៏ចៅឯងស្ដាប់អត់បានជួនកាលអត់យកខួរមកទេមកតែខ្លួនតាដារ៉ូនីតើខ្មែរបាត់ដីអាចយកមកវិញបានអាចយកមកវិញបានតលតែខំប្រឹងចរចាពី1ឆ្នាំទៅ50ឆ្នាំទើបដោះស្រាយបញ្ហាដីធ្លីដែលបាត់បង់នឹងណាការសុផន្តាត្រឹមត្រូវនៅទីណាក៏អញ្ចឹងដែរអ្នកមានលុយសបាយអ្នកអត់លុយវេទនាស្រៀងលីសាដារារាជបើពេលបើកឡានយើងងុយដេកតើយើងត្រូវធ្វើដូចម្ដេចពីរយ៉ាងបើយើងងុយដេកខ្លាំងយើងកុំទៅដបបើកយើងត្រូវរកទីប្រជុំជនណាមួយយើងចូលចតហើយយើងដេកបន្តិចសិនដើម្បីកុំឲ្យងោកងុយពេកឬក៏យើងទិញកាហ្វេផឹកបើយើងបន្តបើកឡានដោយងោកងុយវាគ្រោះថ្នាក់ចម្លើយមានពីររកកាហ្វេផឹកឬក៏ចូលចតនៅកន្លែងណាមួយហើយដេកបន្តិចសិនអូខេការសុផន្តាសរសេរច្រើនពេកប្រយ័ត្នប្រព័ន្ធគេដេញចេញណាគេដេញចេញណាកូនកូនឯងសរសេរច្រើនពេកតាមមើលឡើងងឹតភ្នែកហ៎នីកូឡា since President Trump rather a bit unpredictable I wonder what will happen next week on April 6 when Iran fully reject the conditions I think
de-escalation is unlikely ដូចបានជម្រាបអញ្ចឹងនៅក្រោយថ្ងៃ6ខែមេសាណាកងទ័ពខាងមន្ទីរប៉ង់តាហ្គោនកំពុងតែរៀបផែនការឲ្យប្រធានាធិបតីតែផែនការរៀបពិបាកណាស់ការបញ្ជូនទ័ព30,000 នាក់ទៅកាន់តំបន់ឈូងសមុទ្រត្រូវការពេលថែមទៀតបើប្រធានាធិបតីបង្ខំធ្វើការវាយប្រហារកងទ័ពអាមេរិកនឹងរងរបួសនិយាយឲ្យចំ if President Trump order the marine and airborne unit to take over the islands I think there will be very very risky because the operation on ground require more troops the number of American infantry units in the Gulf region is not enough for the ground invasion not enough require 300,000 or 500,000 in number in order to occupy Iran. This is based on expert opinion. So to take over the island is very risky. ចង់យកកោះនៅជុំវិញម្ដុំនេះណា very risky. Very risky. Very risky. I do not see any sign of reducing tension. I do not see any sign. What I see right now is the situation is very, very hot and unpredictable. I don't see any sign of de-escalation. I don't see. Just like you said, I don't see. So each day from today, ថ្ងៃនេះថ្ងៃទី30 31 2ថ្ងៃបូក6ថ្ងៃទៀតវា8ថ្ងៃវាមានតែយើងនឹងតាមដាន wait and see មានន័យតែប៉ុណ្ណឹងណានីកូឡាណាវាមិនស្រួលទេវាលំបាកណាមួយទៅសង្គ្រាមនុយក្លេអ៊ែរអត់តន់ទៅណាទេនៅចិត្តបកាយកុំភ្លេចណាអ្វីដែលអាយរ៉ានស្រែកឡូឡាគម្រាមទាំងហ៊ូទីអីនេះបានបញ្ជាក់ថាសង្គ្រាមនុយក្លេអ៊ែរនៅចិត្តហ្នឹងបើសង្គ្រាមនុយក្លេអ៊ែរនៅចិត្តហ្នឹងសង្គ្រាមលោកក៏នៅក្បែរហ្នឹងដែរអាហ្នឹងអញ្ចឹងនេះគឺជាណានេះគឺជាចំណុចសំខាន់ណានេះគឺជាចំណុចសំខាន់លោកតាបញ្យល់ពីប្រវត្តិនិងការកកើតប្រទេសអ៊ីស្រាអែលផងប្រទេសអ៊ីស្រាអែលចាប់ផ្ដើមប្រកាសឯករាជ្យឆ្នាំ48ឆ្លើយកាត់តែប៉ុណ្្នឹងសិនណាក្រៅពីនឹងចាំស្ដាប់តានិយាយជាបន្តបន្ទាប់តែពេលនេះការនិយាយពីកំណើតរបស់ប្រទេសអ៊ីស្រាអែលវាអត់ចាំបាច់អញ្ចឹងហើយបានមិនលើកមកនិយាយណា
ចៅ Coffee សួស្ដី Raymond Sai ត្រាំចង់វាយឡើងគោកគឺចង់ធ្វើដូចអៃរ៉ាក់ហើយតើអាចជោគជ័យដូចអៃរ៉ាក់ទេការវាយឡើងគោកដូចប្រាប់ហើយត្រូវការទាហាន30ទៅ50ម៉ឺននាក់ឥឡូវនេះការបណ្ដុំទ័ពនៅតំបន់ឈូងសមុទ្រអត់គ្រប់ទេTom Ring តើអ៊ីស្រាអែលអាចបង្កើតប្រទេសនៅតំបន់ផ្សេងទៀតក្រៅពីប្រទេសអ៊ីស្រាអែលបច្ចុប្បន្នទេគេអត់ធ្វើអញ្ចឹងទេកូនតែអ៊ីស្រាអែលកំពុងតែពង្រីកទឹកដីនៅពេលដែលអ៊ីស្រាអែលអូសដៃលោកដូណាល់ត្រាំឲ្យវាយប្រហារអ៊ីរ៉ានអ៊ីស្រាអែលកំពុងតែពង្រីកទឹកដីទៅលើប្រទេសលេបាណន់នៅពេលថ្មីនេះនាយករដ្ឋមន្ត្រីប៊ិនយ៉ាមិនណាតាន់យ៉ាហ៊ូបានបញ្ជាឲ្យកងទ័ពអ៊ីស្រាអែលចូលកាន់កាប់រហូតដល់30គីឡូម៉ែត្រក្នុងទឹកដីលេបាណន់ណាសារ៉ុនតាជួយវិភាគបកស្រាយទៅលើផលវិបាកស្បៀងអាហារផងតើអាចប្រែប្រួលយ៉ាងណាបើសង្គ្រាមនៅបន្តណាការប៉ះពាល់ទៅលើជីវភាពស្បៀងអាហារមានច្រើនចាប់ផ្ដើមពីការខ្វះប្រេងសម្រាប់ធ្វើកសិកម្មខ្វះប្រេងចាក់ត្រាក់ទ័រចាក់គោយន្តណានឹងប្រើប្រាស់បន្តមកទៀតគឺជីដាក់ស្រែឡើងថ្លៃខ្លាំងដែលកសិករអាចមានបញ្ហានៅពេលដែលមានបញ្ហាចំនួនស្បៀងឆ្នាំ2026ផលិតអត់គ្រប់ឆ្នាំ26និង27ស្បៀងឡើងថ្លៃនេះគឺជាបញ្ហាស្បៀងណាអានឹងដោយសារជីដោយសារប្រេង Real Quickster will America I don't know we will say ចំណែកឯសម្ដីរបស់ចាងស៊ូចិនជាសម្ដីថាចាញ់ឥឡូវចាងស៊ូចិនអត់និយាយថាអាមេរិកកាំងចាញ់ទេចាងស៊ូចិនប្រែកន្លះទៅនិយាយថាអាមេរិកកាំងជាប់ផុងបើចាងស៊ូចិននិយាយថាអាមេរិកកាំងជាប់ផុងខ្ញុំនិយាយថាអាមេរិកកាំងបើចូលទៅលើដីអ៊ីរ៉ាននឹងជាប់ផុងប្រសិនបើណាប្រសិនបើណាប្រសិនបើអាមេរិកកាំងចង់វាយដោយខ្វះទ័ពតែបើអាមេរិកកាំងដាក់ទ័ពច្រើនហើយវាយទៅគំនិតរបស់គ្រូចាងស៊ូឈិនណាគំនិតរបស់គ្រូចាងស៊ូឈិនដែលគេហៅថា War of Attrition ណាសង្គ្រាមបង្ហូរឈាមណាខ្ញុំគិតថាអាមេរិកកាំងដឹងកងទ័ពអាមេរិកកាំងដឹងពីបញ្ហាហ្នឹងហើយកងទ័ពអាមេរិកកាំងអាចលើកទ័ពចូលផ្ដួលរបបនៅទីក្រុងតេអេរ៉ង់ហើយក្រោយមកដកចេញមកវិញពីព្រោះ American invasion and occupation ការវាយចូលហើយនឹងកាន់កាប់អាមេរិកកាំងអត់សន្យាអត់មានកិច្ចសន្យាឬគោលដៅទៅកសាងប្រទេសហ្នឹងទេនិយាយស្រួលស្ដាប់មែនតើគ្រូចាងស៊ូឈិននិយាយត្រូវមួយចំនួនក៏ប៉ុន្តែខ្ញុំគិតថាអាមេរិកកាំងបើសិនជាដាក់ទ័ពឲ្យគ្រប់វាយបំផ្លាញក្រុងតេអេរ៉ង់
ដាក់រដ្ឋាភិបាលថ្មីនៅនោះរៀប perimeter មួយចំនួនតែដីអៃរ៉ង់ទោះបីអាកងទ័ពអៃរ៉ានៀនរបបចាស់ហ្នឹងវានៅខ្ចាត់ខ្ចាយពេញប្រទេសក៏ដោយក៏អាមេរិកអត់ចាំបាច់ទៅតាមវាយវាទេកាលណាតម្លាក់ក្របបែកទៅដូចវាយនៅអាហ្គានីស្ថានអញ្ចឹងតាលីបង់វាអត់ដាច់ពូជទេក៏ប៉ុន្តែនៅពេលដែលអាមេរិកវាយឲ្យដាក់របបមួយបើរបបនឹងឈរបាននៅទីក្រុងកាប៊ុលប៉ុន្តែវាឈរមិនបានតាលីបង់វាមកវិញបើវាមកវិញក៏វាចំណេញអាមេរិកដែរចំណេញយ៉ាងម៉េចថ្ងៃក្រោយវាយទៀតថ្ងៃក្រោយតម្លាក់ក្របបែកទៀតគិតមែនទេណាអញ្ចឹងគំនិតនិងចាត់របស់ស្អី Professor Chang Su-chen ហ្នឹងណាគឺជាគំនិតដែលគាត់កាន់ជើងចិនគាត់ចង់វិភាគថាអាមេរិកកាំងនិងអាលាយទី1ត្រូវចាំគាត់និយាយថាសង្គ្រាមនៅអ៊ៃរ៉ានអាមេរិកកាំងចាញ់ទី2គាត់និយាយថា petrodollar នឹងអាលុំទី3គាត់និយាយថាសេដ្ឋកិច្ចអាមេរិកកាំងកន្លាប់ទី4គាត់និយាយថាបំណុលអាមេរិកកាំងនឹងវាន់កឥឡូវគាត់ដកថយវិញគាត់និយាយចប់ហើយគាត់ដកថយគាត់ងាកមកនិយាយអំពីនាវាដឹកយន្តហោះគាត់និយាយអំពីការដាក់ទ័ពវិញការវិភាគរបស់គាត់វាកែប្រែទៅតាមសភាពការអូខេឥឡូវនៅក្នុងចំណុចដែលចៅសួរថាតើចាងស៊ូចិននិយាយត្រូវទេត្រូវបើនិយាយពី war of attrition និយាយពីការវាយបហាបង្ហូរឈាមបង្ហូរឈាមគឺនិយាយត្រូវតែនៅពេលនិយាយត្រូវហ្នឹងយើងយកមកគិតថាមកដល់ម៉ោងនេះណាមកដល់ម៉ោងនេះតើទាហានអាមេរិកស្លាប់ប្រមាណខ្ញុំទទួលដឹងថាអាមេរិកខូចខាតអស់រាប់ពាន់លាននឹងទទួលស្គាល់តើពេត្រូដុល្លារបំរុងដួលឬអត់ទេសូម្បីតែរុស្ស៊ីលក់ប្រេងក៏យកដុល្លារដែរណាមិនមែនយកលុយរូពីរបស់ឥណ្ឌាទេហើយក៏ប្រហែលជាអត់យកលុយយួនដែរគឺយកលុយដុល្លារពីព្រោះរុស្ស៊ីត្រូវការលុយដុល្លារដើម្បីយកទៅបង់បំណុលយកទៅចាយអត់មានយកលុយយួនទៅចាយបានទេលុយអាចឆ្កែនោះអត់តន់ចាយបានទេហើយលុយរបស់រូពីរបស់ឥណ្ឌាលុយអាចឆ្កែនឹងចាយអត់បានទេអញ្ចឹងគ្រូចាងស៊ូឈិននិយាយត្រូវក្នុងការជាប់ផងហើយខ្ញុំក៏បានប្រាប់ទៅវិញថាការជាប់ផងអាមេរិកកាំងវាប្រើរបៀបនេះក្នុងសង្គ្រាមវាប្រើរបៀបនេះក្នុងសង្គ្រាមណាអាមេរិកកាំងវាប្រើរបៀបមួយនេះក្នុងសង្គ្រាមណាត្រូវចាំអាមេរិកកាំងវាប្រើរបៀបនេះនៅក្នុងសង្គ្រាមអូខេវាប្រើរបៀបនេះនៅក្នុងសង្គ្រាមចាំខ្ញុំលុបអានឹងចោលទៅហើយអាមេរិកកាំងទី1អាមេរិកកាំងវាយបហាទៅលើប្រទេសណាអត់សន្យាកសាងប្រទេសនឹងទេណាជិងលីរំខានតាដេញចាញ់អូខេកុំមកញ៉ៃជាមួយអញទៅសេនៅក្នុងកន្លែងអញហើយមិនមែននេះទេបើនៅចិត្តអញយកក្តរវាយក្បាលដូចមកចុយម៉ាយមកទៀមទេអញឆ្លើយឯងអញពងរវល់ចាញ់កុំមកនិយាយដល់អញវាទៀមទេឲ្យខ្ញុំឆ្លើយវាអានេះនៅចិត្តយកក្តរវាយក្បាលមិនយកមិនត្រូវក្បាលមួយចានទេ
ទៅក្បាលមកពងក្តរខ្ញុំយកក្តរវាយក្បាលវាយឲ្យវាផ្អើលឲ្យវាជ្រះចង្រៃអាក្មេងមកយាហ៊ុនសែនបង្កើតសារពូអាដែងអស់ហ្នឹងឯងពងនិយាយនេះវារំខានឯងខ្ញុំប្រាប់បើខ្ញុំមានចៅហើយខ្ញុំពងនិយាយជាមួយភ្ញៀវចៅខ្ញុំមកខ្ញុំប្រាប់ទៅប៉ើងកុំមកឡែជាមួយខ្ញុំកលេចមើលម៉ែឪវាឲ្យយកចាញ់មិនយកចាញ់ប៉ើងពីផ្ទះលើមិនធម្មតាទេប៉ើងខ្ញុំសន្យាថាចៅខ្ញុំបង្កើតក៏ប៉ើងដែរណាចៅខ្ញុំបង្កើតក៏ប៉ើងដែរខ្ញុំប្រាប់អញ្ចឹងអានមួយនេះបើនៅចិត្តយកក្តរវាយក្បាលណាយកក្តរវាយក្បាលណាខ្ញុំជាមនុស្សម្នាក់ដែលអត់មានត្រូវការក្មេងមកយាទេអញ្ចឹងត្រឡប់